របៀបធ្វើលតម្សៅមើមថ្លុងអូនពុំមីងបងប្អូនដែលធ្លាប់ធ្វើលតជាមួយនឹងម្សៅនេះដែរទេចាហើយនេះក៏ជាលើកទី2របស់នេះខ្ញុំហើយដែលនេះខ្ញុំបានធ្វើជាមួយនឹងម្សៅមើមថ្លុងនេះផងដែរគ្រឿងផ្សំនេះខ្ញុំសរសេរដាក់ជូនបងប្អូនមើលនៅលើអេក្រង់នឹងហើយបើសិនជាបងប្អូនគ្នាត្រឹមតែ2-3នាក់បងប្អូនធ្វើតែកន្លះកញ្ចប់ទៅចាហើយចំនួន125ក្រាមនេះខ្ញុំសរសេរដាក់ជូនបងប្អូនមើលហ្នឹងណានេះខ្ញុំប្រើម្សៅមើមថ្លុងកញ្ចប់ម៉ាក់នេះហើយពណ៌បៃតងមុននឹងលាយជាមួយនឹងទឹកស្លឹកតើយបងប្អូនត្រូវរែងសិនណាព្រោះអីម៉ាក់ខ្លះគឺវានៅមានកំតិចទូចបងប្អូនចឹងហើយយើងត្រូវរែងមុនសិនចាហើយនេះខ្ញុំបន្ថែមជាមួយនឹងទឹកធម្មតានិយាយទៅធ្វើយ៉ាងម៉េចទឹកស្លឹកតើយហើយនឹងទឹកធម្មតាហ្នឹងទឹកអស់ហ្នឹងគឺចំនួន1លីត្រហើយថែម100 ml ថែមទៀតហើយបន្តមកទៀតក៏នេះខ្ញុំយកទៅត្រងជាមួយនឹងស្បៃចាទូចមួយផងដែរដើម្បីកុំឲ្យវាមានកាកសម្រាមឬក៏ស្លឹកតើយនឹងវាមាននៅដុំតិចតួចចាបន្ទាប់ពីយើងបានម្សៅហើយនឹងទឹកនឹងរលាយចូលគ្នាអស់ហើយចាយើងយកទៅកូរនៅលើខ្ទះទៅចាយើងកូរឲ្យរហូតដល់វាដាច់ទឹកបងប្អូនចាបងប្អូនមើលទៅតាមហ្នឹងណាចាព្រោះឯងខ្ញុំបានដាក់នាទីមើលថាប្រហែលនាទីទេបងប្អូនអើយចានៅពេលដែលចាប់ដើមរៀងខាស់ទឹកបានល្អហើយមិនមែនថាខាស់ខ្លាំងអីបងប្អូនមកល្មមពួកអីនេះខ្ញុំធ្លាប់ធ្វើម្សារួចមកហើយនៅពេលដែលនេះខ្ញុំបានកូរធ្វើឲ្យខាស់ខ្លាំងនៅពេលដែលនេះខ្ញុំយកទៅច្របាច់ជាមួយនឹងពុំហ្នឹងគឺលោតរបស់យើងនៅពេលដែលចេញមកគឺវាអត់ smooth ល្អឯងបងប្អូនវាទៅជាដុំផុសណាចានេះពួកអីនេះខ្ញុំធ្លាប់ធ្វើហើយអញ្ចឹងយើងកូរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យវាខាស់ពេកហើយរាវពេកមកល្មមនៅពេលដែលយើងច្របាច់ចេញមកគឺសាច់លោតយើងចេញមកគឺ smooth ល្អមែនតើហើយបើសិនជាបងប្អូនចង់ឲ្យលោតរបស់បងប្អូនចេញមកសរសៃវិញបែបនេះចាបងប្អូនអាចកូរឲ្យវារៀងខាស់ទឹកបន្តិចសិនណាចាទើបយើងយកទៅច្របាច់ទៅគឺវាចេញចាសរសៃបែបនេះបានចាហើយនេះគឺជាសរសៃខ្លីៗដែលនេះខ្ញុំបានធ្វើហើយនៅពេលហ្នឹងគឺនេះខ្ញុំកូរអត់សូវដាច់ទឹកដូចនៅពេលដែលនេះខ្ញុំយកទៅធ្វើសរសៃវែងទេបងប្អូននេះបងប្អូនឃើញទេនៅពេលដែលនេះខ្ញុំគ្រាន់តែចាក់ចូលក្នុងពុម្ពទៅដល់នេះខ្ញុំមិនចាំបាច់ច្របាច់ទេគឺវាស្រក់មកខ្លួនឯងហ្នឹងនៅពេលដែលនេះខ្ញុំកូរហ្នឹងកូរអត់ដាច់ទឹកខ្លាំងទេចាហើយបើសិនជាបងប្អូនចង់ច្របាច់ឲ្យចេញសរសៃវែងបែបនេះហ្មងគឺបងប្អូនត្រូវកូរឲ្យរៀងខាស់ទឹកបន្តិចសិនចាទើបបងប្អូនអាចយកទៅច្របាច់ទៅមានសរសៃវែងបែបនេះចាបន្ទាប់ពីលោតនឹងបានចុះកម្ដៅល្អហើយឥឡូវនេះខ្ញុំយកលោតនឹងទៅស្រង់វាចានេះខ្ញុំស្រង់ទុកចាដើម្បីកុំឲ្យបងប្អូនកុំទុកវានៅក្នុងទឹកយូរគឺវាអាចធ្វើឲ្យលោតរបស់បងប្អូនរីកហើយវាទៅជាជ្រាយប៉ែប៉ែឥឡូវយើងចាប់ផ្ដើមធ្វើទឹកស្ករខ្ទិះដូងចាចំពោះទឹកស្ករនេះក៏សំខាន់ដែរណាបងប្អូនចាយើងត្រូវប្រើជាមួយនឹងស្ករត្នោតទៅទឹកស្កររបស់បងប្អូនមានសភាពឈ្ងុយឆ្ងាញ់ត្រូវតែចាកម្លោចស្ករក្រហមឲ្យរៀងបានឡើងចាជើងក្រងហើយឡើងឈ្ងុយហ្មងបងប្អូនទើបយើងចាក់ទឹកខ្ទិះដូងចូលចាហើយបន្ទាប់មកទៀតគឺយើងចាបើសិនជាបងប្អូនចូលចិត្តខ្នុរបងប្អូនដាក់ខ្នុរទៅតែបើសិនជាមិនចូលចិត្តទេក៏មិនជាបញ្ហាដែរតែនេះខ្ញុំចូលចិត្តញ៉ាំជាមួយនឹងខ្នុរព្រោះវាផ្ដល់រសជាតិរហូតតែឆ្ងាញ់ណាឈ្ងុយហ្មងចាហើយនេះខ្ញុំក៏បន្ថែមជាមួយនឹងស្លឹកតើយផងដែរចាបងប្អូនកុំភ្លេចបន្ថែមជាមួយនឹងអំបិលបន្តិចផងដើម្បីឲ្យទឹកស្កររបស់យើងផ្អែមដិតល្អហើយទោះបីអត់មានសាច់ខ្នុរក៏ទឹកស្កររបស់បងប្អូនឈ្ងុយឆ្ងាញ់ដែរចាហើយបើបងប្អូនធ្វើបែបនេះធានាឲ្យថាឆ្ងាញ់តែម្ដងចាឥឡូវចាលោតយើងក៏ហើយទឹកស្ករក៏ហើយតោះចាំកាលមួយចានតាំងព្រលឹមហ្មងបងប្អូនហើយលោតនេះអ្វីដែលនាងខ្ញុំចង់បានគឺទុកដល់ស្អែកឡើងក៏លោតរបស់នាងខ្ញុំគឺនៅតែទន់ដែរចាហើយការលើកមុននាងខ្ញុំធ្លាប់ធ្វើម្សៅហើយនាងខ្ញុំធ្លាប់បានលាយជាមួយនឹងម្សៅមើមថ្លុងហើយនឹងម្សៅឆាបងប្អូនតាព្យូកាវាធ្វើឲ្យម្សៅលោតហ្នឹងធ្វើឲ្យលោតហ្នឹងវាទៅជាផុសផុយអត់ឆ្ងាញ់ទេតែលើកនេះគឺនាងខ្ញុំលាយបែបផ្សេងចាអូបងប្អូននេះខ្ញុំភ្លេចប្រាប់មួយទៀតបើសិនជាបងប្អូនយកស្លឹកមិនថាតែស្លឹកតើយឬក៏ជាលក្ខស្លឹកតើយទេបងប្អូនបើសិនជាបងប្អូនប្រើច្រើនពេកគឺវាធ្វើឲ្យនំរបស់បងប្អូនលោតរបស់បងប្អូនគឺទៅជាល្វីងហើយចាមិនថានំមិនថាលោតបងអែមអីផ្សេងកាលណាយើងប្រើច្រើនពេកគឺវាទៅជាល្វីងហើយចំពោះលក្ខវិញបងប្អូនប្រើតាមមួយតំណក់ពីរតំណក់ទៅបានទេចាកុំឲ្យច្រើនពេកកាលណាច្រើនពេកគឺវាទៅជាល្វីងហើយចាអរគុណច្រើនហើយចំពោះវីដេអូនេះផងដែរគឺនាងខ្ញុំចាច្បាច់ច្រើនអញ្ចឹងគឺនាងខ្ញុំរំលែកទេបងប្អូនរំលែកយកទៅធ្វើនំផ្សេងទៀតអញ្ចឹងណា
ចាអរគុណច្រើនជំរាបលាបាយបាយ